បាទជំរាបសួរបងប្អូនវីដេអូនេះខ្ញុំមកប្រាប់ឬក៏បង្ហាញចំពោះបងប្អូនដែលគាត់ប្រើទូរស័ព្ទ iPhone ហើយបងប្អូនចូលចង់ទៅsave រូបភាពក្នុង Facebook ប៉ុន្តែ save មិនបានគាត់ថាបងប្អូនចង់ save រូបភាពមួយនៅក្នុង Facebook នៅក្នុង profile របស់គេក៏ដោយបាទឧទាហរណ៍នេះ profile របស់ខ្ញុំចុច 3 ហើយខ្ញុំចុចពាក្យថា save photo បាទប៉ុន្តែនៅពេលខ្ញុំចុចហើយគឺវា load បែបហ្នឹងបាទអញ្ចឹងដើម្បីដោះស្រាយបញ្ហានេះបានបងប្អូនអាចចូលទៅមើលទាំងអស់គ្នាអញ្ចឹងដំបូងបងប្អូនចូលមកកាន់setting របស់បងប្អូនបន្ទាប់មកបងប្អូនអូសមកក្រោមរកពាក្យថា privacy and security បងប្អូនចុចលើហ្នឹងបន្ទាប់មកបងប្អូនអូសមកក្រោមទៀតបងប្អូនរកពាក្យថា photo បាទដល់ពេលបងប្អូនចុច photo បងប្អូនរកពាក្យថា Facebook បងប្អូនចុចលើពាក្យថា Facebook បាទដល់ពេលបងប្អូនចុចហើយវានឹង load option 3បាទអញ្ចឹងករណីដែលទូរស័ព្ទរបស់បងប្អូន save អត់បានគឺវា load តិចនៅខាងលើគេដាក់ឋានន្តបាទអញ្ចឹងបើបងប្អូនចង់ឲ្យ save បានបងប្អូនចុច tick ខាងក្រោមគេដាក់ថា full access អញ្ចឹងបងប្អូន tick ខាងក្រោមហើយចុចពាក្យថា allow full access បាទអញ្ចឹងបងប្អូនចុចខាងក្រោមបាទអញ្ចឹងគឺជាការស្រេចបងប្អូនអាចចូលទៅកាន់ home ហើយចូលមកកាន់ Facebook សារថ្មីបាទឧទាហរណ៍ថាខ្ញុំចង់ save រូបរបស់ខ្ញុំនេះអញ្ចឹងខ្ញុំចុច 3ហើយចុចពាក្យថា save photo បាទអញ្ចឹងនៅពេលដែលបងប្អូនដល់គឺ save បានវានឹង load ចូលទៅក្នុង gallery រូបភាពរបស់បងប្អូនបាទអញ្ចឹងនេះរូបភាពដែលខ្ញុំបាន save ណាស់បាទអញ្ចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្ណឹងអរគុណបងប្អូនសម្រាប់ការទស្សនាហើយចំពោះបងប្អូនដែលគាត់ចេះហើយក៏សូមការអធិស្ឋានខ្ញុំបង្ហាញនេះគឺសម្រាប់បងប្អូនដែលគាត់អត់ចេះអរគុណបងប្អូន